បាទវីដេអូនេះផ្សាយជូនម្ចាស់ចំការចន្ទទីដែលកំពុងតែជួបនៅបញ្ហាកៀងក្តាប់បាទពិបាកក្នុងការផលិតក្តាប់បាទឥឡូវនេះខ្ញុំនាំមកមើលចន្ទទីមួយកន្លែងនេះបាទដែលទទួលយកសេវាកម្មនៃការផលិតក្តាប់របស់ក្រុមហ៊ុនយើងថាតើចេញបានកម្រិតណាបាទបងប្អូនមើលជាក់ស្ដែងបាទឥឡូវនេះគឺចាប់ផ្ដើមចេញហើយការដែលចេញក្តាប់នេះគឺចេញគ្រប់បាទចេញគ្រប់ត្រួយគ្រប់តងផ្កាតែម្ដងហើយបាទចេញគ្រប់តងផ្កាតែម្ដងនេះបងប្អូនមើលបាទនេះអញ្ចឹងចេញហ្នឹងអាចจะចេញច្រើនថែមទៀតផងគុណភាពនៃការចេញហ្នឹងគឺចេញស្អាតហើយច្រើនតែចាប់ផ្ដើមមានផ្សិតហើយបាទចាប់ផ្ដើមមានផ្សិតហើយឥឡូវនេះខ្ញុំនាំមើលទៀតបាទកន្លែងនេះមួយដើមមួយតងផ្កាបើនិយាយចំមិនក្រោម7គ្រាប់ទេបើមិនក្រោម7គ្រាប់មានតងខ្លះអាចឈានដល់ទៅ10គ្រាប់ជាងទៀត20គ្រាប់ជាងទៀតក៏មានដែរបាទយើងមើលគឺចេញច្រើនទៅខាងលើនេះលទ្ធផលគឺក្រោយពីយើងធ្វើការបាញ់ទាញក្តាប់បាទបាញ់ប្រទាញក្តាប់រយៈពេល10ថ្ងៃណាបាញ់ប្រទាញក្តាប់ទៅមុខទៀតខ្ញុំនឹងប្រាប់បងប្អូនថាតើគាត់ប្រទាញក្តាប់ហ្នឹងគាត់ប្រទាញជាមួយនឹងឈុតអីបាទបាញ់អីខ្លះបាទយើងមកមើលឈុតនេះយើងមកមើលចង្កោមនេះដែលខ្ញុំប្រាប់ថា20ជាងហ្នឹងក៏មានដែរគឺចង្កោមនេះបាទច្រើនមែនតើបាទខ្ញុំរាប់ឲ្យបងប្អូនមើល1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
đập 7 đập 4 đập 5 đập 6 đập 7 đập 8 đập 9 20 នេះនៅ color នេះទៀត21 22 23 24 25នេះមួយចកោមនេះគឺរហូតដល់ទៅ25ក្តាប់ឯណោះណា25ក្តាប់ឯណោះនេះគឺជាលទ្ធផលក្រោយពីយើងប្រើឈុតនៅក្នុងការទាញក្តាប់ចេញជាលទ្ធផលមកតែម្ដងឲ្យយើងឃើញតែម្ដងហើយបញ្ជាក់ជូនបងប្អូនថ្ងៃនេះគឺថ្ងៃទី28 ខែ 12 ឆ្នាំ 2025 បាទកាមេរ៉ាចូលឲ្យចិត្តបន្តិចបាទក្រែងលោមើលមិនសូវច្បាស់បាទឲ្យបងប្អូនយើងមើលឲ្យជាក់បាទឲ្យជាក់ឲ្យច្បាស់ឲ្យចិត្តឲ្យត្រជាក់ភ្នែកបាទបងប្អូនមើលយើបបាទគឺគុណភាពតែម្ដងចន្ទីនេះពូជ M23 ណា M23 បងប្អូនមើលចាញ់ឃើញទេបាទប៉ុណ្នេះទទួលយកបានទេបងប្អូនបើសម្រាប់ខ្ញុំគឺទទួលយកបានហើយយើងមើលគុណភាពនៃការចាញ់នេះកាមេរ៉ានេះគុណភាពនៃការចាញ់គ្រាប់តលោះបាទទ្របចេញមកគឺគុណភាពតែម្ដងបាទនេះបងប្អូនមើលមកចាញ់ល្អនេះសូម្បីតែក្រោមចេះបាទក៏ចេញស្អាតដែរក្រោមចេះក៏ចេញស្អាតក្រោមចេះក៏ចេញស្អាតដែរបាទយើងមើលនេះខ្ញុំឲ្យបងប្អូនមើលបាទហ៎បងប្អូនហ៎បាទតាជាក់ភ្នែកតែម្ដងបាទនេះបងប្អូនមើលយកបាទគឺញាក់សាច់បងប្អូនបែបនេះចេញនេះមិនមែនធម្មតាទេនេះមិនមែន1 ម៉ែត្រ 2 ម៉ែត្រទេខ្ញុំមើល 4-5 ដើមខ្ញុំមកបងប្អូនមកមើលទៅណាបាទនេះចេញបែបហ្នឹងនេះបងប្អូននេះចេញបែបហ្នឹងចេញទាំងអស់ឥឡូវខ្ញុំបង្ហាញបងប្អូនអំពីរូបមន្តបាទនៅក្នុងការដែលប្រើឈុតនៅក្នុងការបន្ទាញក្តាប់នេះបាទបងប្អូនការដែលចន្ទីគាត់ចេញក្តាប់ដូចដែលបងប្អូនឃើញនេះគឺគាត់ប្រើជាមួយនឹងរូបមន្តនេះណាបងប្អូនបាទគឺប្រើ speed boron មួយដបបូកជាមួយនឹង speed atonic មួយដបហើយលាយទឹកចំនួន 2000 លីត្របាទបាញ់បុកឲ្យសពបាទសេរីឲ្យផ្សែងទៅបាញ់ឲ្យសពមកសើមស្អាតហើយមួយទៀតបងប្អូនកុំភ្លេចណាបាទថ្នាំសត្វល្អិតនិងថ្នាំជំងឺបងប្អូនធ្លាប់ប្រើមួយណាល្អក៏ប្រើទៅតែបងប្អូនមិនទាន់មានទេខ្ញុំណែនាំបងប្អូនឲ្យប្រើប្រាស់ជាមួយនឹង Speed K បាទឯកទេសទាំងការពារព្យាបាលនិងលាងគ្រាប់នៅក្នុងដបតែមួយបាទមិនថាជំងឺទឹកសន្សើមស្អិតសន្សើមប្រៃស្វិតអលៀកគ្រាប់ខ្មៅគ្រាប់ជ្រុះត្រឡប់ទៅវិញបាទហើយមួយទៀតគឺបងប្អូនកុំភ្លេចប្រើប្រាស់ជាមួយនឹងថ្នាំសត្វល្អិតបាទនេះគឺ Speed Gold ជាប្រភេទត្រជាក់ហើយជ្រាបបាញ់បានគ្រប់វគ្គវាស័ក្តិសមប្រើនៅពេលណានៅពេលដែលវាផលិតក្តាប់បែបនេះដែលវាមានចង្កោមផ្កាចង្កោមក្តាប់វាចាប់ដើមមានវត្តមានតកៅឬក៏ពពួកសមើលអញ្ចឹងយើងប្រើ Speed Gold នេះគឺវាស័ក្តិសមមែនទែនបាទចូលទៅវាត្រជាក់ហើយជ្រាបអញ្ចឹងវាចូលទៅសម្លាប់បានស្អាតអញ្ចឹងបងប្អូនគ្រាន់តែប្រើពីរនេះលាយគ្នាទៀតទៅគឺជារឿងដែលល្អហើយអញ្ចឹងងាយមែនទែនបើសិនជាបងប្អូនបាញ់បំបែកក៏បានបាទបាញ់ឈុតទាញក្តាប់មុនមកតង់រួចចាំបាញ់សាឡាត់តាមក្រោយក៏បានឬបងប្អូនបាញ់លាយគ្នាទាំង4មុខចូលគ្នាតែម្ដងក៏បានដើម្បីកុំឲ្យខាតកម្លាំងពលកម្មច្រើនបងប្អូនដែលមានតម្រូវការចង់បានឈុតទាញក្តាប់ដែលមានប្រសិទ្ធភាពនៅក្នុងការទាញក្តាប់ត្រឹមរយៈពេល10ថ្ងៃក្រោយបាញ់បាទបងប្អូនទំនាក់ទំនងមកកាន់ខ្ញុំបាទកំឆៃឥឡូវនេះមកខ្ញុំនឹងប្រឹក្សាជូនបងប្អូន